តោះឡើយនេះខ្ញុំមកបកស្រាយតកតូននឹងជាន់ហើយនឹង voxel merge ម្ដងទៀតពីព្រោះមាន comment message ចូលមកខ្ញុំប្រហែលជា4-10នាក់ដែរគាត់មើលមិនយល់គាត់ស្ដាប់អត់យល់ហើយគាត់មើលអត់យល់ហើយខ្ញុំគិតថាវាអត់មានអីលំបាកទេក្រែងលោថាខ្ញុំបញ្យល់លឿនប៉ុន្តែបើសិនណាជាគាត់ចាក់ចុះចាក់ឡើងទៅចាក់សារចុះសារឡើងអាចយល់តែឥឡូវនេះខ្ញុំមកធ្វើបង្ហាញ separate ពីអំពីជាន់ហើយនឹង voxel merge យើងត្រូវយល់ចេះតាក់ទងជាមួយនឹងជាន់អាហ្នឹងដូចយើងមានអារូបតុក្កតាតូចៗចឹងមិនអញ្ចឹងណាអាតុក្កតាតូចៗហ្នឹងគេមានដៃមានជើងវា separate ពីគ្នាមិនអញ្ចឹងញាត់ទៅក្លឹកស្មាគឺញាត់កន្លែងស្មាតុក្កតាហ្នឹងក្រឹកទៅអាជើងវាក្រឹកទៅកន្លែងកភ្លៅតគីអីកលៀនអីហ្នឹងគេញាត់ក្រឹកហ្នឹងទៅមិនអញ្ចឹងណាអាហ្នឹងហៅថាជាន់មានន័យថាវាដៃជើងវានៅរបស់វាទេប៉ុន្តែវាមកជាន់ជាមួយនឹងគេប៉ុន្តែវាមិនមែនចូលរួមក្នុងទមួយហ្មងវាអត់រលាយមិនអញ្ចឹងដៃនឹងប្រវល់ចុះប្រវល់ឡើងឯបានមិនអញ្ចឹងអាជើងអស់ហ្នឹងកាច់ចុះកាច់ឡើងបានអាហ្នឹងហៅថាជាន់ចឹងមានន័យថា object នីមួយវា separate ប៉ុន្តែវាទៅជាន់ជាមួយគ្នាបង្កើតជាក្រុមទៅជា object មួយដល់ឡែក voxel merge នៅពេលដែលមាន object 2ណានៅពេលដែលមាន object 2ហ្នឹងគេវាដាក់បញ្ចូលគ្នាអាហ្នឹងដូចយើងយកដុំដីឥដ្ឋណាដុំដីឥដ្ឋហ្នឹងយើងយកទៅច្បាច់ហើយយើងច្បាច់ទៅយកដំពលាយចូលគ្នាអាហ្នឹងគេថា voxel merge មិនចឹងណាយើងដាក់ចូលទៅច្បាច់ចុះច្បាច់ទៅវាលាយចូលសាច់ជាមួយគ្នាអស់អាហ្នឹង voxel merge ហើយអាហ្នឹងយើងធ្វើវាអញ្ចឹងមានន័យថា voxel merge ហ្នឹងវាទាញobject ទាំងអស់ហ្នឹងចូលទៅក្នុង into one object មិនចឹង two or three object multiple object into one object ហើយវាលាយចូលគ្នាអញ្ចឹងទៅហើយដល់ពេលជាន់គឺមានថាវា keep shape ឬក៏ form ហ្នឹង separate តែវាទម្រង់អស់ហ្នឹងវា separate អញ្ចឹងតើណាកន្លែងហ្នឹងណាអញ្ចឹងខ្ញុំបង្ហាញម្ដងទៀតណានៅក្នុងនេះនៅក្នុងរូបភាពនេះខ្ញុំគ្រាន់តែដាក់ចូលមកទៅហើយខ្ញុំសម្រាប់ថត screen បន្តិចឲ្យវាឃើញល្អមើលតែប៉ុណ្្នឹងទេតែឥឡូវនេះខ្ញុំលុបវាចោលណាខ្ញុំលុបវាចោលហើយខ្ញុំនឹងបង្កើតថ្មីណានៅក្នុងនេះឥឡូវនេះខ្ញុំបង្កើត square នឹងមួយហើយបង្កើតហ្នឹង square មួយទៀតណាពីរចូលគ្នាណាប៉ុន្តែយើងត្រូវដឹងថាមុននឹងធ្វើបានគឺយើងត្រូវតែ validate វាណាបើអត់ទេយើងធ្វើការទេឥឡូវខ្ញុំឧទាហរណ៍ណានៅក្នុងនេះឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាន object 2អញ្ចឹងខ្ញុំបង្ងាកវាធំបន្តិចហើយខ្ញុំបង្ងាកអានេះធំបន្តិចចុះណាឲ្យវាចេញរៀងតតាល់អញ្ចឹងតែតិចទៅឥឡូវយើងមើលកែមរបស់វានេះណាយើងមើលកែមរបស់វាហ្នឹងយើងមើលកែមរបស់វានៅកន្លែងហ្នឹងវារត់ជន់គ្នាហើយ intersect ហើយប៉ុន្តែវាជា object 2 separate ពីគ្នាមិនចឹងណាយើងคลิกអានេះមួយយើង separate ពីគ្នាអញ្ចឹងយើងចង់ជន់វាណាយើងចង់ជន់វាយើងអាចចូលមកហើយទី1យើងត្រូវតែ select តើ object ណាដែលយើងចង់ជន់2 3 4 5ស្រេចចិត្តយើងទេយើងចុចយើង select ទៅលើវាអញ្ចឹងមានន័យថាយើង select អាពីរហ្នឹងឲ្យវាចូលគ្នានៅក្នុងហ្នឹងហើយយើងคลิกមើលលើ join ខាងលើនេះអញ្ចឹងនៅពេលយើង click លើ join យើងឃើញobject របស់យើងខ្លាយទៅជាមួយនៅក្នុងនេះណាប៉ុន្តែអា part របស់វានេះហ្នឹងវា separate ពីគ្នាណានៅក្នុងនេះវាអត់លាយចូលគ្នាទេនៅក្នុងហ្នឹងហេតុអីបានខ្ញុំនិយាយអញ្ចឹងឧទាហរណ៍ថាបើសិនណាជាយើងយក clay នេះយើងយក clay មកគូសនៅលើវាហ្នឹងហើយនេះយើង clay គូសមកលើវាអាពីរហ្នឹងឃើញវាអត់ចូលគ្នាហ្នឹងឃើញវានៅ separate ពីគ្នាអញ្ចឹងនៅក្នុងហ្នឹងគេយើងធ្វើ frame នេះមួយណានេះវា separate ពីគ្នាអញ្ចឹងអាពីរហ្នឹងវាអត់ចូលគ្នាទេវាលុញវាក៏ចូលគ្នាដែរនៅក្នុងនេះប៉ុន្តែបើសិនជាខ្ញុំធ្វើម្ដងទៀតឧទាហរណ៍មួយទៀតគឺខ្ញុំបន្ថយ voxel up ហ្នឹងបន្ថយអានេះឲ្យវាតូចណាខ្ញុំresolution របស់វាហ្នឹងខ្ញុំធ្វើវាឲ្យតូចដើម្បីយើងស្រួលមើលពេលនោះយើងដឹងយើងងាយស្រួលណាហ្នឹងហើយអូខេយើងណាចាំមើលណាយើងមើល resolution 2នេះវាខុសគ្នាដាច់អញ្ចឹងយើងសាកល្បង join វាសាកមើលណានៅក្នុងនេះយើង join វាក្រឹបយើងឃើញទេវា join ទៅជា object តែមួយប៉ុន្តែ shape ទាំងពីរវានៅ separate ពីគ្នាហើយសាច់របស់វាឃើញទេអានេះរៀងម៉ត់ជាងទៅអានោះគ្រើមវានៅដដែលវាអត់ជាន់គ្នាទេវាអត់លាយចូលគ្នាទេអញ្ចឹងបើសិនណាជាយើងយក clay ឬក៏យើង smooth យកមកលុញវានេះមកលុញវាឃើញទេរបស់វាពីរហ្នឹងគឺនៅអត់ចូលគ្នាតែម្ដងអាពីរហ្នឹងវានៅ separate ដូចតុក្កតាដែលយើងញាត់ចូលคลิกអញ្ចឹងក្រឹកអញ្ចឹង
អានឹងតណា join គឺអញ្ចឹងហើយបើសិនណាជាយើងខ្ញុំ undo វាមកវិញអឺខ្ញុំអាពីរហ្នឹងឃើញទេ object ពីរហ្នឹងគឺខុសគ្នាណានិង separate ពីគ្នាប៉ុន្តែម្ដងនេះខ្ញុំធ្វើអីគេខ្ញុំយើង merge វាណានៅក្នុងហ្នឹងណាអញ្ចឹងយើង select ទៅលើវាយើងនេះ voxel merge នេះ voxel merge ហ្នឹងបើសិនណាជាយើងធ្វើមក voxel merge អញ្ចឹងមានន័យថាអាសាច់នៃ object ទាំងពីរហ្នឹងវានឹងមកកើតជា mesh មួយទៀតណា mesh មួយទៀតនៅក្នុងជំរឿណាខ្ញុំអត់កែ resolution អត់កែអីទាំងអស់នៅក្នុងហ្នឹងណាហើយ keep sharp edge អស់នេះខ្ញុំអត់ប៉ះពាល់ទេដូចអាមុនអញ្ចឹងហើយខ្ញុំ click ទៅលើ voxel merge click OK ឃើញទេឃើញសាច់វាលាយចូលគ្នាតែមួយវាលែងហើយវាលែងទៅជា object ពីរហើយវាទៅជាមួយអញ្ចឹងវាបង្កើតជា mesh វាមួយទៀតផ្នែកយើងមួយផ្លែតយើងឃើញជ្រុងអញ្ចឹងមែនប៉ុន្តែយើងឃើញ mesh របស់វាបង្កើតតែមួយយើងសាកល្បងយក smooth យក clay នេះមកធ្វើមើលនេះអូខេណានេះគ្នានេះយើងយក clay ហ្នឹងមកគូនេះឃើញវាចូលគ្នាទេនេះវាទៅជាសាច់តែមួយនៅក្នុងហ្នឹងឃើញទេតែមួយនៅក្នុងហ្នឹងប៉ុន្តែបើសិនជាយើងសាកល្បងយក smooth មកធ្វើមើលនេះបើយើង smooth វាមកវា smooth វាចូលសាច់តែមួយតែម្ដងណាឃើញទេនឹងឯពីរខុសគ្នាគឺតែប៉ុណ្្នឹងទេវាអត់មានអីប្លែកទេជាន់ហើយនឹង voxel ហ្នឹងណានៅក្នុងនេះអូខេយើងលុញវាចឹងទៅឃើញវា smooth ចឹងនេះយើងដោះ frame ចឹងទៅវា smooth អានេះក៏ចឹងដែរវា smooth ចឹងចូលគ្នាចឹងឃើញទេអូខេអញ្ចឹងយល់ណាតើតើនឹង join ហើយនឹង voxel merge ហើយមួយវិញទៀតពេលខ្លះយើង organize object របស់យើងឧទាហរណ៍ថាយើងមាន object ពីរនេះណាបើសិនណាជាយើងប្រើប្រាស់ object មួយនេះយើង move អានេះអត់ move មិនអញ្ចឹងប៉ុន្តែយើងគិតថាយើងចង់ឲ្យវានៅពេលដែលយើង move អានេះវា separate ពីគ្នាមែនប៉ុន្តែយើង move អាខាងលើអាខាងក្រោមវា move ដែរអញ្ចឹងអាហ្នឹងយើងប្រើនៅពេលណាយើង group វាមិនអញ្ចឹងណាដូចនៅក្នុង Photoshop អញ្ចឹងយើង group វាទៅបានហើយឧទាហរណ៍តែលើក្បាលវាមានគេមានតិចមានភ្នែកមានច្រមុះមានមាត់មានសក់អញ្ចឹងយើង group វាមកដុំមកហែអញ្ចឹងទៅណាឧទាហរណ៍ខាងក្រោមនេះជាមាត់ហើយខាងលើនេះជាអាលាក្បាលអញ្ចឹងយើងអាចធ្វើអីគេនេះគឺយើងអាច group វាមានន័យថាឲ្យវាមកទៅជា sub របស់មួយនេះមកនេះយើងចាប់វាមកឲ្យវាទៅ sub របស់ហ្នឹងមកឃើញទេនៅក្នុងនេះអញ្ចឹងនៅពេលណាដែលយើងគេនេះយើងនៅពេលដែលយើងgroup វាអញ្ចឹងទៅយើង select ទៅលើវានៅពេលដែលយើង click ទៅលើវាមកទាំងអស់តែម្ដងប៉ុន្តែ object ពីរហ្នឹងអត់វាមិនមែនមានន័យថាវា join គ្នាណាគាត់ថាវា group អញ្ចឹងយើងអាច click យើង click ទៅលើវាយើងចង់ធ្វើការលើមួយណាមួយនេះអញ្ចឹងយើងអាចធ្វើការមួយនេះវិញបានអូខេអាហ្នឹងយើង group វាតែប៉ុណ្្នឹងឯងអូខេអញ្ចឹងសង្ឃឹមថាយើងយល់អំពីរឿង join ហើយនឹង merge voxel merge ជួបគ្នាវីដេអូក្រោយបើមានវីដេអូណាដែលមិនច្បាស់អាច message direct មកខ្ញុំមកខ្ញុំមានពេលខ្ញុំនឹងជួយបំភ្លឺជូនណាអូខេ